បន្ទាប់ពីការប្រកួតរបស់គ្រីសបានបញ្ចប់ធ្វើឲ្យកម្លាំងវិសរបស់គ្រីសពេលនេះមានលំនឹងហើយការព្យាបាលរបស់គ្រីសពេលនេះក៏មានល្បឿនលឿនជាងមុនដែរគេក៏បានប្រាប់គ្នារបស់គេឲ្យរៀបចំខ្លួនដើម្បីធ្វើជាជំនួយជួយដល់កងទ័ពធំរបស់គេដើម្បីប្រយុទ្ធនៅក្នុងសមរភូមិចំណែកឯមេទ័ពការពារក្រុងឯនេះវិញគឺគាត់ចង់ឲ្យគ្រីសសម្រាប់បន្តិចសិនព្រោះគាត់ខ្លាចតែគ្រីសមិនអាចស៊ូរួចហើយគ្រីសក៏បានតបទៅគាត់វិញថាតើតែសង្គ្រាមបានចប់ដូច្នេះខ្ញុំមិនអាចសម្រាប់បានទេហើយខ្ញុំមិនចង់ការពារត្រឹមតែទីក្រុងនោះទេហើយកាត់មកសង្គ្រាមធំឯនេះវិញគឺថាពេលនេះលោកឧញ្ញាបានសម្លាប់សត្រូវអស់ជាច្រើនប៉ុន្តែពេលនោះស្រាប់តែសូយអីគាត់ក៏បានបាក់អាវុធរបស់គាត់បាត់ទៅហើយពេលនោះក៏មានកងទ័ពសត្រូវ2-3នាក់បានរត់មកដើម្បីសម្លាប់គាត់ប៉ុន្តែគាត់ក៏បានដកដាវពីក្រោយខ្នងរបស់គាត់យកមកសម្លាប់ពួកគេចោលទាំងអស់បន្ទាប់ពីសម្លាប់កងទ័ពកំពេចកំពក2-3នាក់នឹងអស់ហើយគាត់ក៏បានស្រែកថាអ្នកប្រយុទ្ធរបស់ខ្ញុំទាំងអស់ពេលនេះពួកយើងនាំគ្នាទៅសម្លាប់សត្រូវចោលឲ្យអស់ទៅប៉ុន្តែស្រាប់តែពេលនោះជំងឺរបស់គាត់បានរើឡើងធ្វើឲ្យគាត់ក្អកធ្លាក់ឈាមហើយក៏មានព្រួយបានបាញ់មកសម្ដៅរកគាត់ទៀតប៉ុន្តែសំណាងអីពេលនោះស៊ីតក៏បានចេញមកហើយក៏បានការពារគាត់ស៊ីតក៏បានសួរទៅលោកអញ្ញាថាតើលោកម្ចាស់មិនអីទេហើយលោកអញ្ញាក៏បានឆ្លើយទៅវិញថាគាត់មិនអីទេប៉ុន្តែពេលនោះស្រាប់តែក្រុមកងទ័ពរបស់កងទ័ពកុលសម្ព័ន្ធចចបានធ្វើដំណើរមកដល់ក្នុងសង្គ្រាមហើយដូច្នេះហើយស៊ីតក៏បានធ្វើដំណើរទៅទីនោះដើម្បីធ្វើជាជំនួយទៅមុននឹងធ្វើដំណើរទៅទីនោះលោកអញ្ញាក៏បាននិយាយទៅកាន់ស៊ីតថាណាស៊ីតឯងកុំស្លាប់អីសោះធ្វើឲ្យស៊ីតភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏បានឆ្លើយទៅវិញថាខ្ញុំនឹងព្យាយាមបន្ទាប់ពីស៊ីតបានធ្វើដំណើរទៅបាត់ពេលនោះមេទ័ពរបស់សត្រូវក៏បានមកនិយាយជាមួយនឹងលោកអញ្ញាហើយពេលនេះលោកនៅតែម្នាក់ឯងទេខ្ញុំពិតជាអ្នកលោកណាស់ហើយលោកមាននាមជាវីរៈបរិសកែពីព្រំដែននៅថ្ងៃនេះខ្ញុំនឹងសម្លាប់លោកដោយដៃរបស់ខ្ញុំទាំងពីរតែម្ដងហើយនៅពេលហ្នឹងលោកអញ្ញាក៏បានឆ្លើយតបទៅវិញថាណាអាក្មេងទោះជា100ឆ្នាំទៀតក៏ឯងមិនអាចមកដល់កម្រិតយើងបានដែរហើយធ្វើឲ្យមេទ័ពរបស់សត្រូវបានញញឹមដើម្បីត្រៀមប្រយុទ្ធគ្នាហើយកាត់មកកន្លែងកងទ័ពឯនេះវិញគឺថាកងទ័ពរបស់លោកអញ្ញាពេលនេះគឺបានចាញ់ប្រៀបកងទ័ពសត្រូវជាខ្លាំងដោយសារតែកងទ័ពជំនួយរបស់សត្រូវបានមកជួយពួកគេនឹងឯងហើយពេលនោះក៏មានមេបញ្ជាការម្នាក់បានប្រាប់កូនចៅរបស់គេឲ្យទៅប្រមូលផ្ដុំគ្នាមិនទាន់និយាយចប់ផងក៏ស្រាប់តែកងទ័ពសត្រូវបានសម្លាប់គេចោលបាត់ទៅហើយដោយឃើញបែបហ្នឹងហើយកងទ័ពម្នាក់នោះក៏ចង់ទៅជួយដែរប៉ុន្តែពេលនោះស្រាប់តែមានកងទ័ពសត្រូវដែលមិនទាន់ស្លាប់ម្នាក់បានយកកំបិតចាក់ជើងគេហើយគេក៏បានសម្លាប់កងទ័ពម្នាក់ហ្នឹងទៅហើយបន្ទាប់មកមានកងទ័ពសត្រូវម្នាក់ទៀតបានកាន់លំពែងរត់មកសម្លាប់គេធ្វើឲ្យគេពេលហ្នឹងក៏បានបោះបង់ចោលទៅហើយប៉ុន្តែស្រាប់តែពេលនោះមានវីរៈបរិសជិះសេះខ្មៅប៉ុន្តែសក់ពណ៌ក្រហមបានមកសម្លាប់កងទ័ពសត្រូវម្នាក់ហ្នឹងបាត់ទៅនោះគឺជាគ្នារបស់គ្រីនឹងឯងហើយគេក៏បានឃើញទៀតថាគ្នារបស់គ្រីបានមកសម្លាប់សត្រូវអស់ជាច្រើនហើយពេលនោះឡានក៏បានចុះទៅលើសេះដើម្បីសួរសុខទុក្ខទាហានម្នាក់នោះហើយគេក៏បានសួរថាតើឯងមិនអីទេតើឯងមានឈ្មោះអីហើយនៅពេលនោះគេក៏បានប្រាប់ឈ្មោះគេថាឈ្មោះហ្សាក់ហើយឡានក៏បានប្រាប់ថាស្រែកឯងទ្រាំបន្តិចទៅព្រោះអីជ័យជំនះនឹងស្ថិតនៅលើដៃរបស់យើងហើយនៅពេលនេះកាត់មកគ្រីឯនេះវិញនៅពេលនេះគាត់បានជិះសេះយ៉ាងលឿនដើម្បីចូលទៅជួយលោកអុកញ៉ាហើយនៅពេលដែលឃើញលោកអុកញ៉ាកំពុងតែប្រយុទ្ធជាមួយសត្រូវធ្វើឲ្យគ្រីពេលនឹងក៏បានអត់ដែរគេក៏បានគិតក្នុងចិត្តទៀតថាអរគុណព្រះហើយតែខ្ញុំមកមិនយឺតប៉ុន្តែស្រាប់តែពេលនោះមានក្របធ្នូមួយក៏បានហោះមកត្រូវសេះរបស់គេធ្វើឲ្យសេះរបស់គេស្លាប់ដែលជាហេតុមិនអាចឲ្យគេទៅជួយលោកអុកញ៉ាទាន់ធ្វើឲ្យលោកអុកញ៉ាពេលនេះត្រូវសត្រូវបានវាយប្រហារចំធ្វើឲ្យមានរបួសធ្ងន់ហើយពេលនោះមេទ័ពសត្រូវក៏បាននិយាយទៅកាន់លោកអុកញ៉ាពេលនេះសង្គ្រាមបានបញ្ចប់ហើយប៉ុន្តែលោកអញ្ញាក៏បានតបទៅវិញថាអាក្មេងអ្នកដាក់ថោកសង្គ្រាមបញ្ចប់ហើយគាត់ក៏បានដាក់គេមួយដៃទៅបន្ទាប់ពីវាយមេទ័ពរបស់សត្រូវមួយដៃហើយធ្វើឲ្យគាត់បានអស់កម្លាំងជាខ្លាំងណែលោកមេទ័ពរបស់សត្រូវវិញពេលនេះគឺគាត់បានគោរពនិងកោតសរសើរលោកអុកញ៉ាជាខ្លាំងហើយគាត់បំរុងនឹងសម្លាប់លោកអុកញ៉ាហើយស្រាប់តែពេលនោះមានរបស់អ្វីម្យ៉ាងបានហោះមកមុខគាត់ហើយវាក៏បានបញ្ចេញផ្សែងពេញនឹងទៅធ្វើឲ្យគេគិតថានឹងគឺជាផ្សែងពុលហើយគេក៏បានយកដៃដើម្បីបិទច្រមុះកុំឲ្យហិតផ្សែងហ្នឹងប៉ុន្តែស្រាប់តែពេលនោះគ្រីក៏បានហក់មកធ្វើឲ្យគេក៏ស្គាល់ដែរថានឹងគឺជាបិសាចផ្សែងខ្មៅហើយបន្ទាប់មកគ្រីក៏បានលោតចុះមកដល់ដីហើយក៏បានប្រើលំពេករបស់គេវេបហាទៅលោកមេទ័pomម្នាក់នឹងធ្វើឲ្យលោកមេទ័pomម្នាក់នឹងបានអស់ចំហក៏បានដួលទៅហើយបន្ទាប់មកគ្រីក៏បានយកលំពេករបស់គេចាក់សម្លាប់លោកមេទ័pomម្នាក់នឹងបាត់ទៅបន្ទាប់ពីសម្លាប់លោកមេទ័pomម្នាក់នឹងហើយគ្រីក៏បានរត់ទៅមើលលោកអញ្ញាព្រោះថាពេលនេះគាត់ត្រូវរបួសខ្លាំងណាស់ហើយលោកអញ្ញាក៏បានសួរទៅគ្រីថាគ្រីតើឯងនៅខាងយើងមែនឬគ្រីក៏បានតបទៅគាត់វិញថាប្រកាសណាស់ខ្ញុំពិតជានៅខាងលោកមិនបាច់ភ័យព្រួយរឿងសង្គ្រាមនេះទៀតទេខ្ញុំនឹងកាន់តំណែងលោកជាបណ្ដោះអាសន្នហើយដឹកនាំកងទ័ពរបស់យើងប្រយុទ្ធដើម្បីទទួលយកជ័យជំនះហើយលោកសម្រាប់ឲ្យបានស្រួលចុះ
ពេលហ្នឹងលោកមេតបក៏បានបិទភ្នែកហើយគាត់ក៏បានអស់កម្លាំងលលីងគឺគាត់ស្លាប់បាត់ទៅហើយពេលនោះក៏មានកងទ័ពសត្រូវចំនួន2-3នាក់បានបំរុងមកសម្រាប់គ្រីស្ទដោយសារតែគេដឹងថាមេតបបានស្លាប់បាត់ទៅហើយពេលនោះគេក៏បានត្រូវមួយកណ្ដាប់ដៃរបស់គ្រីស្ទហើយគ្រីស្ទក៏បានសម្លាប់គេចោលបាត់ទៅហើយពេលនោះគ្រីស្ទក៏បានស្រែកប្រាប់កងទ័ពសត្រូវថាណែពួកអាចង្រៃពួកឯងចាំស្ដាប់នៅពេលនេះយើងគឺជាមេតបធំនៅទីនេះបើពួកឯងខ្លាំងពួកឯងឆាប់សម្រុកចូលមកបន្ទាប់មកកងទ័ពទាំងអស់នោះក៏បានសម្រុកមកសម្រាប់គ្រីស្ទតែគ្រីស្ទក៏បានប្រើលឿនដល់លឿនរបស់គេក៏បានសម្លាប់កងទ័ពរបស់សត្រូវម្ដងមួយរហូតដល់ស្លាប់ទាំងអស់ប៉ុន្តែពេលនោះក៏មានមេទ័ពរបស់គេម្នាក់បានមកវាយប្រហារគ្រីស្ទពីក្រោយប៉ុន្តែគ្រីស្ទបានគេចផុតហើយគ្រីស្ទក៏បានយកអាវុធរបស់គេរុំនឹងដៃហើយក៏បានសម្លាប់គេយកតែម្ដងគឺវាយតែម្ដាយទេគឺគេស្លាប់បាត់ទៅហើយបន្ទាប់ពីសម្លាប់មេទ័ពនឹងហើយគ្រីស្ទក៏បាននិយាយទៅកាន់កូនទ័ពទាំងអស់នោះថាណែពួកឯងចង្រៃឯងឆាប់ចូលមកយើងនឹងសម្លាប់ពួកឯងអស់គ្រីស្ទក៏បានរត់ចូលទៅសម្លាប់ពួកគេដោយមនុស្សឈួតចឹងឃើញមួយគឺសម្លាប់ទាំងអស់តែម្ដងគឺគេសម្លាប់យកគឺមិនខ្វល់ពីអ្វីទេហើយពេលនោះក៏មានកងទ័ព2នាក់បានវាយប្រហារគ្រីស្ទពីក្រោយខ្នងប៉ុន្តែមិនមែនជាបញ្ហារបស់គ្រីស្ទទេគឺគ្រីស្ទបានសម្លាប់ពួកគេងាប់ទាំងអស់ហើយកាត់មកកន្លែងមេទ័ពចំណិតរបស់លោកអុកញ៉ាវិញគឺមានកងទ័ពម្នាក់បានមករាយការណ៍ប្រាប់គាត់ថាលោកអុកញ៉ាបានស្លាប់ទៅហើយធ្វើឲ្យគាត់ភ័យជាខ្លាំងហើយគាត់ក៏បានគិតទៀតថាបើលោកអុកញ៉ាស្លាប់ហើយសង្គ្រាមនេះប្រកាសជាចាញ់ហើយពេលនោះកងទ័pomម្នាក់នោះក៏បានរាយការណ៍ដែរថាប៉ុន្តែលោកមេទ័ពក៏មានកងទ័ពជំនួយបានមកជំនួយយើងហើយធ្វើឲ្យកងទ័ពសត្រូវពេលនេះស្លាប់ជាច្រើនហើយលោកមេទ័ពក៏បានសួរទៅគេវិញថាតើកងទ័ពជំនួយទាំងអស់នោះដឹកនាំដោយលោកមេទ័ពម្នាក់ណាតែកងទ័ពម្នាក់នោះក៏បានឆ្លើយទៅថាមិនមែនទេលោកមេទ័ពគឺដឹកនាំដោយគ្រីស្ទតែប៉ុណ្ណោះហើយបន្ទាប់មកកងទ័ពរបស់គ្រីស្ទក៏បានធ្វើដំណើរមកដល់ហើយក៏បានសម្លាប់កងទ័ពសត្រូវដូចជាស្មោអញ្ចឹងពួកគេក៏បានសម្លាប់ឲ្យទៅជួបសម្លាប់តែម្ដងហើយធ្វើឲ្យលោកមេទ័ពនោះបានគិតថាអូពួកគេគឺជាក្តីសង្ឃឹមរបស់យើងហើយនៅពេលនេះហើយចំណែកឯកងទ័ពសត្រូវវិញពេលនេះគឺពួកគេភ័យខ្លាចជាខ្លាំងហើយក៏បានសួរលោកមេទ័ពគេថាលោកមេទ័ពតើពួកយើងធ្វើយ៉ាងម៉េចទៅពួកគេដូចជាខ្លាំងណាស់នៅពេលនេះហើយចំណែកឯលោកមេទ័ពវិញក៏បានគិតក្នុងចិត្តថាពួកចង្រៃយោហើយក៏បាននាំទ័ពដកថយទៅហើយនៅពេលដែលកងទ័ពសត្រូវដកថយឡានក៏បានមកសួរគ្រីស្ទថាគ្រីស្ទតើពួកយើងឈ្នះសង្គ្រាមហើយមែនហើយគ្រីស្ទក៏បានថាមែនហើយធ្វើឲ្យកងទ័ពរបស់គ្រីស្ទបាននាំគ្នាស្រែកហូពេញទៅនឹងទៅហើយបន្ទាប់ពីនឹងគេគ្រប់គ្នាក៏បានមកមើលសាកសពលោកអុកញ៉ាធ្វើឲ្យពួកគេមានការអាណិតខ្លោចផ្សាចិត្តជាខ្លាំងហើយបន្ទាប់ពីនឹងបានមួយថ្ងៃពួកគេក៏បានរៀបចំបុណ្យសពឲ្យលោកអុកញ៉ាហើយក៏បានផ្ទេរតំណែងលោកអុកញ៉ាឲ្យកូនច្បងរបស់លោកអុកញ៉ាផងដែរគឺជាអបិមុខងាប់នឹងឯងហើយបន្ទាប់ពីពិធីបុណ្យសពត្រូវបានបញ្ចប់កូនចៅអបិមុខយ៉ាប់នឹងក៏បានណែនាំឲ្យលោកម្ចាស់គេទៅយកគ្រីមកដើម្បីឲ្យគ្រីបំរើនៅក្រោមអាវ៉ាតរបស់ខ្លួនព្រោះអីគ្រីមានគុណសម្បត្តិនៅក្នុងសង្គ្រាមជាច្រើនបើគ្រីមកបំរើគាត់នឹងអាចធ្វើឲ្យតំណែងរបស់គាត់មានលំនឹងដោយមានការណែនាំពីកូនចៅគាត់ហើយគាត់ក៏បានឲ្យគេទៅហៅគ្រីមកហើយគាត់ក៏បានចិត្តក្នុងចិត្តទៀតថាដូច្នេះហើយគាត់ត្រូវតែយកគ្រីមកបំរើគាត់ឲ្យបានហើយកាត់មកគ្នារបស់គ្រីឯនេះវិញពួកគេកំពុងតែផឹកស៊ីសប្បាយរីករាយជាខ្លាំងពេលនោះក៏មានបរិសម្នាក់បានចេញមកហើយពួកគេក៏បាននិយាយថាណាខ្ញុំមកទីនេះដើម្បីយកគ្រីទៅជួបនឹងលោកអុកញ៉ាតាមបញ្ជារបស់គាត់ហើយឡានក៏បានឆ្លើយថាណែឯងមកប្រហែលដងហើយយើងប្រាប់ហើយថាយើងមិនដឹងទេហើយគេក៏បាននិយាយថាណែនេះគឺជាបញ្ជាណាពួកឯងមិនក៏មិនស្ដាប់បញ្ជាមិនដឹងបន្ទាប់មកពេលនោះស្រាប់តែមានពូថៅមួយបានហោះមកគៀនគេធ្វើឲ្យគេភ័យជាខ្លាំងហើយអេលីក៏បាននិយាយថាអូសុំទោសផងអានឹងវាស្វឹងហើយវាស្វឹងវាតែចឹងឯងពេលហ្នឹងគឺថាឌូគូពិតជាស្វឹងមែនហើយក៏បានកាន់ពូថៅបំរុងនឹងគប់ទៀតហើយអេលីក៏បានសួរទៅឡានថាណែឡានឯងពិតជាមិនដឹងថាគ្រីស្តាណាមែនឯឡានក៏បានឆ្លើយទៅថាខ្ញុំពិតជាមិនដឹងមែនមែនហើយគេថាគេនឹងទៅជួបស្រីស្អាតហើយកាត់មកពកក្រំដីអានេះវិញគឺមានបរិសម្នាក់កំពុងតែដើរទៅរកអ្នកយាមហើយគេក៏បានប្រកល់ប្រាក់ឲ្យអ្នកយាមខ្លះដែរហើយអ្នកយាមក៏បានប្រាប់គេថាលោកមិនអាចនៅទីនឹងយូរបានទេហើយបន្ទាប់មកគេក៏បានចូលទៅក្នុងពកក្រំដីហើយក៏បាននិយាយជាមួយនឹងអ្នកតដែលជាឃាតករនោះថាណែបើសិនខ្ញុំជានាងខ្ញុំនឹងរត់គេចបាត់ហើយមិនឲ្យគេចាប់ខ្ញុំដោយស្រួលបែបនេះទេហើយឃាតករស្រីនោះក៏បានសួរថាណែតើឯងគឺជាអ្នកណាហើយពេលនោះគេក៏បានបើកមុខមកនោះគឺជាគ្រីស្ទចប់ហើយថ្ងៃនេះសូមអរគុណដល់ Donator របស់យើង2នាក់គឺបងវងសុវណ្ណតារារតចំនួន10000រៀលនិងបងកុងច័ន្ទរស្មីចំនួន$1បាទអរគុណច្រើនណាស់បង